ក្រោយពេលបញ្ចប់ចូលព្រះវស្សាព្រះអង្គឌុនក៏បាននិមន្តចេញពីក្នុងវត្តចូលទៅក្នុងព្រៃរកកន្លែងស្ងប់ស្ងាត់ដើម្បីសមាធិស្វែងរកផ្លូវធម៌នៅក្នុងព្រះពុទ្ធសាសនាដោយភាពស្ងប់ស្ងាត់និងគ្មានការរំខានល្ងាចមួយកំឡុងពេលព្រះអង្គកំពុងគង់សមាធិធម៌សម្អាតចិត្តឲ្យបរិសុទ្ធជ្រះថ្លាក៏មានលោកតាចាស់ម្នាក់បានដើរលីអស់មកកាត់នោះហើយក៏បានឃើញព្រះអង្គកំពុងគង់សមាធិក៏មានចិត្តជ្រះថ្លាចូលទៅថ្វាយបង្គំចេតនាគឺចូលមកថ្វាយបង្គំដើម្បីសុំព្រះអង្គនិមន្តទៅឆាន់នៅផ្ទះរបស់គាត់មានរឿងអ្វីមែនទេញោមកណ្ដាលខានឃើញលោកចៅនិមន្តមកទីនេះយូរហើយតើលោកចៅនិមន្តទៅខាងណាអាត្មាគង់ចាំវស្សានៅវត្តក្បែរនេះទើបមិនបាននិមន្តមកទីនេះណាញោមល្អខ្លាំងណាស់កណានឹងភរិយាខានធ្វើបុណ្យមកយូរហើយថ្ងៃនេះជាឱកាសល្អសូមនិមន្តលោកចៅទៅផ្ទះរបស់កណាដើម្បីទទួលចង្ហាន់លោកតាឆៃនិងភរិយារបស់គាត់ក៏ខានធ្វើបុណ្យមកជាយូរណាស់មកហើយទើបតែថ្ងៃនេះបានជួបនឹងព្រះអង្គមុនធុដងមកដល់ទីនេះគាត់មិនឲ្យខកខានឱកាសនេះឡើយនិមន្តព្រះអង្គទៅហើយក៏មានចិត្តត្រេកអរជាខ្លាំងហើយក៏ថ្វាយបង្គំលាព្រះអង្គធុដងដើម្បីទៅរៀបចំម្ហូបអាហារនិងគិតគូរជាមួយនឹងភរិយារបស់គាត់នៅផ្ទះវិញយាយវាល្ងាចមិញនេះខ្ញុំបានជួបនឹងព្រះអង្គធុដងនៅក្នុងព្រៃក្បែរផ្ទះយើងខ្ញុំបាននិមន្តព្រះអង្គមកទទួលចង្ហាន់នៅផ្ទះរបស់យើងព្រឹកស្អែកនេះហើយណាប៉ុន្តែមើលទៅមុខយាយដូចជាមិនសូវសប្បាយចិត្តនឹងដំណឹងដែលតាបានផ្ដល់ឲ្យសោះពីព្រោះតែគាត់បានគិតថានឹងបានអ្វីទទួលព្រះសង្ឃនៅថ្ងៃស្អែកនេះតើយើងបានអីដាក់ចំហាន់លោកទៅតាឯងជួយទៅរកត្រីនៅក្បែរភូមិតិចមកល្ងាចមិញនេះខ្ញុំបានទៅរកនៅក្បែរនេះអស់ហើយយាយប៉ុន្តែរកមិនបានទេអ្នកស្រុកអ្នកភូមិប្រហែលជារកអស់ហើយទាំងពីរអ្នកតាយាយគិតគ្នាយ៉ាងយូរប៉ុន្តែគិតអ្វីក៏គិតមិនឃើញថានឹងរកអ្វីដើម្បីមកធ្វើម្ហូបដើម្បីធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃរហូតដល់ពេលឮសូរសំឡេងមេមាន់ដែលកំពុងតែបណ្ដើរកូនរកចំណីឲ្យកូននៅខាងមុខគាត់ហើយគាត់ក៏មានគំនិតថាពួកយើងយកមេមាន់នេះមកធ្វើជាចង្ហាន់ប្រគេនលោកទៅនៅថ្ងៃនេះយើងក៏គ្មានម្ហូបអីដើម្បីនឹងហូបដូចគ្នាដែរល្អដែរអីតាខ្ញុំដូចជាមិនស្ងប់ចិត្តសោះខ្ញុំក៏មិនស្ងប់ចិត្តដែរប៉ុន្តែវាមិនមានអាហារផ្សេងនោះទេបើយើងមិនធ្វើបែបនេះទេអាហារដាក់បាតក៏គ្មានខ្លួនឯងក៏គ្មានពីរអ្នកប្តីប្រពន្ធសម្លឹងមុខគ្នាដោយសេចក្តីមិនស្ងប់ចិត្តដោយមិនច្បាស់ថានេះគឺជាការធ្វើបុណ្យឬមួយក៏ជាការសាងបាបឲ្យពិតប្រាកដព្រោះតែមេមាន់មួយនេះពួកគាត់បានមើលថែមកជាយូរហើយម្យ៉ាងឃើញកូននៅរងោករងួយមិនទាន់ទាំងចេះរកស៊ីផងប៉ុន្តែមេក៏ត្រូវគេសម្លាប់ទៅហើយមេមាន់ក្រោយពេលឮសូរសំឡេងតាយាយនិយាយគ្នាហើយក៏មានចិត្តកង្វល់ជាខ្លាំងហើយក៏គិតថាដល់ពេលវេលាដែលខ្លួនត្រូវស្លាប់ហើយប៉ុន្តែខ្លួនមិនអស់ចិត្តសោះដោយសារតែកូនក៏នៅតូចមិនទាន់ទាំងចេះរកស៊ីចិញ្ចឹមខ្លួនឯងផងប៉ុន្តែខ្លួនក៏ត្រូវស្លាប់ទៅហើយដល់ពេលវេលាឡើងទ្រនំរកកន្លែងដេកមេមាន់ក្រាបសំកុកក្រុងកូនហើយមើលទៅមុខកូនគ្រប់គ្នាទាំងទឹកភ្នែកអារម្មណ៍ដែលក្តុកក្តួលភ័យខ្លាចប៉ុន្តែទោះយ៉ាងណាក៏ដល់ពេលវេលាដែលត្រូវសងគុណតាយាយដែលខំចិញ្ចឹមមកជាយូរប៉ុន្តែមុនពេលស្លាប់មេមាន់ក៏មានពាក្យផ្ដាំទៅកូនកុំយំអីណាកូនម៉ែពួកកូនត្រូវចេះស្រឡាញ់គ្នាមើលថែគ្នាបើមានឱកាសល្អពួកកូនត្រូវសងគុណតាយាយដូចម៉ែណាព្រឹកព្រលឹមស្រាងតាយាយក៏ងើបមកអង្គុយសម្លឹងមើលមាន់ដែលត្រៀមនឹងធ្វើម្ហូបប្រគេនព្រះសង្ឃនៅព្រឹកនេះយល់ចិត្តពួកយើងផងណាពួកយើងនឹងមើលថែកូនរបស់ឯងហើយក៏បានត្រៀមឧបករណ៍ដើម្បីនឹងធ្វើម្ហូបទាំងចិត្តនៅអាឡោះអាឡៃចំណែកកូនរបស់មេមាន់កំពុងតែស្រែកយំក៏មានកូនមាន់មួយបានស្រែកសួរឡើងថាពួកយើងនៅឈរយំទីនេះមិនទៅរកម៉ែទេឬចាំបានទេថាម៉ែរបស់យើងបាននិយាយអ្វីខ្លះទូមានដល់យើងនោះគាត់ព្យាយាមសងគុណទៅលើអ្នកមានគុណរបស់គាត់គឺតាយាយប៉ុន្តែយើងគួរតែតបស្នងសងគុណទៅលើម្ដាយរបស់យើងដូចគ្នាគាត់គឺជាអ្នកមានគុណរបស់យើងគិតគ្នាហើយកូនមាន់ក៏ដើរចេញពីសម្បុក
រត់ទៅរកភ្លើងដែលកំពុងតែឆេះសន្ធោសន្ធៅដោយគិតថាម្ដាយរបស់ខ្លួនគឺស្លាប់នៅក្នុងភ្លុកភ្លើងនេះទៅហើយកូនមន់សំកុកឈ្ងោកដីផិតភ័យក្តុកក្តួលធ្វើចិត្តមិនបានដោយគិតថាម្ដាយរបស់ខ្លួនបានស្លាប់ខ្លួនក៏មិនគួររស់នៅដែរពីព្រោះតែជួយអ្នកមានគុណរបស់ខ្លួនមិនបានហេតុដូច្នេះហើយកូនមន់បានគិតថាខ្លួនត្រូវតែស្លាប់ទៅជាមួយនឹងម្ដាយរបស់ខ្លួនដែរក៏នាំគ្នាដើរចូលទៅក្នុងភ្លើង ឈប់កុំចោលអីកូនម៉ែម៉ែនៅទេអូកូនគិតថាម៉ែស្លាប់បាត់ហើយស្ដាប់ម៉ែណា យល់ចិត្តពួកយើងផងណាយើងនឹងមើលថែកូនរបស់ឯង លោកចៅ អូមុនមកលឿនខ្លាំងម្លេះនេះនៅមិនទាន់ដល់ម៉ោងបិណ្ឌបាតឯណាឬមួយក៏មានអ្វីផ្សេងទៀតសូមកុំធ្វើបែបនឹងណាញោមព្រះសង្ឃធុដងค์ក៏សម្លឹងមើលទៅភ្នែកមន់ហាក់បីដូចជាបានដឹងនៅទឹកចិត្តរបស់មន់ចំណែកលោកតាក៏ឆ្ងល់ដែរថាហេតុអ្វីបានជាព្រះសង្ឃមុនមកទាន់ពេលវេលាបែបនេះឬមួយក៏ព្រះអង្គបានដឹងជាមុនទៅហើយថាពួកគាត់នឹងត្រូវធ្វើអ្វីនោះក្រោយមកព្រះសង្ឃធុដងค์បានណែនាំដល់តាយាយអំពីការធ្វើបុណ្យដែលត្រឹមត្រូវពិតប្រាកដថាគួរធ្វើបែបណាចេតនាសម្លាប់សត្វយកសាច់ធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃបែបនេះមិនមែនជាទង្វើកុសលឡើយសម្លាប់សត្វគឺបាបដាក់បាតគឺបុណ្យមិនអាចលុបលាងគ្នាបានទេធ្វើបុណ្យទោះបីមិនមានចង្ហាន់ល្អឲ្យតែមានចេតនាល្អគឺបានបុណ្យច្រើនណាស់បុណ្យកើតឡើងពីសទ្ធាតែការធ្វើបុណ្យដោយការបំបែកជីវិតម្ដាយនឹងកូនគេដើម្បីប្រយោជន៍ខ្លួនគឺជំពាក់កម្មមិនល្អមិនឲ្យឈ្មោះថាជាបុណ្យដោយបរិសុទ្ធឡើយទម្លាក់គំនិតនេះចោលទៅសង្ឃក៏មិនសប្បាយចិត្តនឹងទទួលយកដែរមានវិធីក្នុងការធ្វើបុណ្យច្រើនយ៉ាងណាស់ដោយគ្រាន់តែការយកបន្លែបង្ការមកធ្វើជាចង្ហាន់ប្រគេនសង្ឃនោះក៏ជាការបានបុណ្យមួយផ្នែកធំដែរធ្វើបុណ្យដោយបាយមួយវែកសណ្ដែកមួយគួរក៏បានបុណ្យប្រសើរជាងបុណ្យអ្វីៗទាំងអស់តាយាយក្រោយពេលបានស្ដាប់យល់ច្បាស់អំពីការធ្វើបុណ្យនេះហើយក៏សប្បាយចិត្តនឹងដោះលែងមេមន់ឲ្យបានទៅជួបកូនរបស់គេវិញដែរចំណែកមេមន់ក៏ជ្រះថ្លាសាទរទៅនឹងបុណ្យរបស់តាយាយដូចគ្នាដែរបុណ្យកើតចេញពីសទ្ធាធ្វើបុណ្យតិចបានបុណ្យខ្លាំងធ្វើបុណ្យខ្លាំងបុគ្គលរាំងកំពុកបុណ្យអស់ខុសឆ្គងសូមអធ្យាស្រ័យ